តើត្រូវធ្វើដូចម្តេចទើបអាចបរៀនមនុស្ស introvert ឲ្យចេះនិយាយសាធារណៈឬក៏អាចឲ្យពួកគាត់ចូលរួមជាលក្ខណៈសាធារណៈបានតាមជាក់ស្ដែងក្មេងៗដែលមានចរិតលក្ខណៈ introvert គឺដោយសារតែលក្ខណៈមជ្ឈដ្ឋានរស់នៅជុំវិញឬក៏បរិស្ថានរស់នៅជុំវិញរបស់ពួកគាត់នឹងហើយមួយផ្នែកទៀតអាចថាមកពីតំណពូជពីកណ្ដាលពួកគាត់ដែរចរិតលក្ខណៈរបស់គាត់ introvert មកស្រេចហើយបានធ្វើឲ្យក្មេងៗទាំងអស់ហ្នឹងគឺគាត់ស្ងៀមស្ងាត់ចង់នៅតែឯងមិននិយាយច្រើនមិនចូលចិត្តមនុស្សច្រើនអាហ្នឹងឯងជាលក្ខណៈមនុស្ស introvert ក៏ក្មេងៗដែរ introvert ហ្នឹងអញ្ចឹងពេលមួយដែលគេទៅរកឲ្យពួកគាត់ឡើងនិយាយជាសាធារណៈទាំងក្មេងៗទាំងមនុស្សជំទង់អីក៏ដោយដែរឲ្យតែមានលក្ខណៈ introvert បើមិនជាគេតម្រូវឲ្យគាត់និយាយជាសាធារណៈយើងសម័យមើលតើមានរឿងអីនឹងកើតឡើងចំពោះពួកគាត់អញ្ចឹងប្រកបណាស់គឺអារម្មណ៍ពួកគាត់ហ្នឹងគឺប្រៀបដូចពីប្របាកនឹងនិយាយដូចចុះឋាននរកទៅណាទៅណីឬក៏ដូចគេចាប់កាប់កង់វាភ័យតក់ស្លុតចឹងដោយសារតែចរិតលក្ខណៈរបស់គាត់គឺស្ងៀមស្ងាត់អត់និយាយច្រើនអត់ចូលចិត្តមនុស្សនឹងឯងដល់ពេលនិយាយសាធារណៈគឺនិយាយច្រើនហើយជួបមនុស្សច្រើនចឹងអារម្មណ៍ពិបាកពណ៌នាណាហើយឧទាហរណ៍មួយទៀតគឺចំពោះសិស្សនៅសាកលវិទ្យាល័យតាមជាក់ស្ដែងឃើញគឺអត់មានណាម្នាក់បរៀនឲ្យចេះឡើងនិយាយជាសាធារណៈទេអូខេភាគច្រើនណាអត់សូវមានអ្នកបរៀនហើយស្រាប់តែដល់ចុងឆ្នាំត្រូវឡើងការពារសាសនាតើមានអីកើតឡើងប្រកបណាគឺញ័រមាត់ញ័រដៃញ័រជើងហៅថាញ័រដល់បេះដូងទៀតណានិយាយរដាក់រដប់សួរថាហេតុអីចម្លើយគឺសាមញ្ញណាអញ្ចឹងឧទាហរណ៍ថាដូចទីរក់ទៅតែកើតអញ្ចឹងណាហើយឲ្យទៅជិះកង់ប្រកបណាធ្លាក់ពីលើកង់ហើយអញ្ចឹងអ្វីទាំងអស់គឺសុទ្ធតែត្រូវការរៀនហើយនឹងមានដំណាក់កាលហើយនឹងមានដំណោះស្រាយអញ្ចឹងថ្ងៃនេះយើងនឹងនិយាយអំពីដំណោះស្រាយធ្វើម៉េចបរៀនមនុស្ស introvert ឬក៏ក្មេងៗ introvert ហ្នឹងឲ្យគាត់ចេះនិយាយសាធារណៈឬក៏ចូលរួមជាសាធារណៈបានកុំឲ្យគាត់ introvert នៅដាច់ចល័យពីគេពេកអញ្ចឹងណាព្រោះត្រូវការឲ្យចូលរួមខ្លះនិយាយជាសាធារណៈខ្លះទើបអាចរីកចម្រើននៅក្នុងជីវិតបានអញ្ចឹងដំណាក់កាលទី1ឬក៏ដំណោះស្រាយទី1នោះគឺការរៀនក្នុងការសម័យ imagination ដឹងអត់ថាខួរក្បាលមនុស្សយើងជាសរីរាង្គមួយដែលពិភពលោកបានបង្កើតមកចឹងមិនចាំបាច់ទៅនិយាយមុខមនុស្សរាប់ពាន់អ្នកនោះទេចឹងយើងអង្គុយនៅស្ងៀមនិយាយក្នុងខួរក្បាលសម័យថាបានដើរឡើងឆាកពេលបានចាប់ក្បាលមីក្រូពេលនិយាយគ្នាដំបូងគេនិយាយអីពេលមានមនុស្សច្រើននៅចំពោះមុខប៉ុន្តែដល់ពេលនិយាយក្នុងខួរក្បាលយើងហៅថាសម័យនោះបេះដូងយើងក៏ញ័រជើងយើងក៏ញ័រដែរដោយពេលដែលគេបខំឲ្យយើងឡើងការពារសាសនាអញ្ចឹងណាទាំងដែលយើងមិនដែលបានរៀនឡើងនិយាយដូច្នោះដែរអញ្ចឹងនិយាយក្នុងខួរក្បាលมันមានអ្នកខ្សែចំអកទេហើយជាទីកន្លែងដែលល្អបំផុតសម្រាប់យើងចាប់ផ្ដើមអញ្ចឹងយើងសម័យនិយាយក្នុងខួរក្បាលសិនហើយចូលដំណាក់កាលទី2ចាំយើងរៀននិយាយមុខកញ្ចក់ឬក៏យើង record ខ្លួនឯងណាអញ្ចឹងចាប់ផ្ដើមយកការរៀននិយាយអំពីការសម័យហ្នឹងយកមករៀននិយាយមុខកញ្ចក់ឬក៏ថតខ្លួនឯងអញ្ចឹងទៅអញ្ចឹងរៀនប្រឈមមុខជាមួយនឹងមនុស្សពិតប្រកបទី1ដែលម្នាក់នោះគឺខ្លួនឯងយើងប្រឈមមុខខ្លួនឯងយើងឆ្លោះកញ្ចក់យើងឃើញខ្លួនឯងនិយាយយើងប្រឈមមុខចំពោះខ្លួនឯងអញ្ចឹងដំណាក់កាលនេះហើយដែលมันមានអីខ្មាស់អៀនព្រោះត្រូវមានតែយើងម្នាក់ឯងទេដែលដឹងយកបានបង្ខាញអីឲ្យគេឃើញទេហើយដំណាក់កាលបន្ទាប់ទៀតគឺយើងធ្វើឲ្យរីកចម្រើនទៅជាងនឹងទៀតគឺយើងរៀននិយាយជាមួយមិត្តភ័ក្តិចិត្តស្និទ្ធរបស់យើងអញ្ចឹងទៅអញ្ចឹងវាបរិយាវិសាលភាពនៃចិត្តរបស់យើងនោះឲ្យធំជាងមុនហាមិត្តភ័ក្តិចិត្តស្និទ្ធ 2-3 នាក់មកនិយាយឲ្យគេស្ដាប់អញ្ចឹងទៅទោះជាយ៉ាងណាក៏មិត្តភ័ក្តិរបស់យើងដែរគេមិនសូវច្អកហើយក៏គេអត់មើលងាយយើងដែរដោយសារគេដឹងអត្តចរិតយើងណាហើយដំណាក់កាលទី4យើងចាប់ផ្ដើមបរិយាទៅទៀតយើងនិយាយមុខមិត្តរួមថ្នាក់របស់យើងហើយតទៀតយើងនិយាយជាមួយអ្នកនៅក្នុងសាលាហើយបន្តមកទៀតគឺនិយាយនៅក្នុងវេទិកាអញ្ចឹងបរិយាម្ដងតិចណាតម្ដងតិចអញ្ចឹងវាត្រូវការហ្វឹកហាត់អីក៏ដោយត្រូវការការហ្វឹកហាត់ត្រូវការរៀនបើមិនជាយើងអត់ទម្លាប់ទេប្រកបណាស់ភ្លាមចាប់បទញ៉ៃភ្លាមភ័យតក់ស្លុតចឹងហើយអញ្ចឹងគឺអ្វីគឺត្រូវការតាមដំណាក់កាលមួយ